ដើមកំណើតនិងប្រវត្តិសាស្ត្រនៃខ្មែរសុរិន្ទខ្មែរសុរិន្ទឬហៅម្យ៉ាងទៀតថាខ្មែរលើឬខ្មែរឦសានគឺជាបងប្អូនជនជាតិខ្មែរដែលរស់នៅក្នុងតំបន់ភូមិភាគឦសាននៃប្រទេសថៃបច្ចុប្បន្នតំបន់ឦសានជាពិសេសនៅក្នុងខេត្តសុរិន្ទបុរីរាមនិងស៊ីតាកេតពួកគេមានប្រវត្តិសាស្ត្រផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងអាណាចក្រខ្មែរអង្គរខាងក្រោមនេះគឺជាការរៀបរាប់អំពីដើមកំណើតនិងការវិវត្តនៃប្រវត្តិសាស្ត្ររបស់ពួកគាត់ដើមកំណើតនិងទឹកដីអាណាចក្រខ្មែរបុរាណជាបឋមយើងត្រូវដឹងថាទឹកដីដែលបងប្អូនខ្មែរសុរិន្ទរស់នៅសពថ្ងៃនេះមិនមែនជាទឹកដីដាច់ដោយឡែកពីប្រវត្តិសាស្ត្រខ្មែរទេសម័យអង្គរក្នុងសម័យមហានគរអាណាចក្រខ្មែរតំបន់នេះគឺជាផ្នែកដ៏សំខាន់មួយនៃអាណាចក្រខ្មែរភស្តុតាងដែលច្បាស់បំផុតគឺប្រាសាទបុរាណដែលនៅសេសសល់រាប់រយដូចជាប្រាសាទភ្នំរូបប្រាសាទភីម៉ាយនិងប្រាសាទសេរភូមិជាដើមផ្លូវរាជមន្តតំបន់នេះជាផ្លូវកាត់នៃរាជមន្តផ្លូវបុរាណដែលតភ្ជាប់ពីរាជធានីអង្គរទៅកាន់តំបន់ផ្សេងៗនៅភាគខាងជើងប្រជាជនដែលរស់នៅទីនោះគឺជាកូនចៅនៃអ្នកកសាងប្រាសាទនិងអ្នកការពារទឹកដីតាំងពីបុរាណសម័យមកម្ល៉េះការផ្លាស់ប្ដូរនយោបាយនិងរឿងព្រេងឈៀងម៉ៃចំណុចរបស់សំខាន់ដែលធ្វើឲ្យតំបន់នេះក្លាយជាខេត្តសុរិន្ទក្រោមការគ្រប់គ្រងរបស់សៀមបានកើតឡើងនៅចុងសម័យអយុធ្យានិងដើមសម័យរតនកោណប្រហែលសតវត្សទី18ក្រុមជនជាតិគួយនិងខ្មែរនៅសម័យនោះមានមេដឹកនាំជាជនជាតិគួយសួយនិងខ្មែរមួយក្រុមដែលមានជំនាញក្នុងការចាប់ដំរីព្រៃមេដឹកនាំម្នាក់ឈ្មោះឈៀងម៉ៃឬឈៀងពុំជាអ្នកដែលមានសមត្ថភាពខ្លាំងការចាប់ដំរីសតាមរឿងព្រេងប្រវត្តិសាស្ត្រក្នុងឆ្នាំ1763ស្ដេចសៀមបានបាត់ដំរីសដំរីមង្គលមួយក្បាលដែលបានរត់ចូលព្រៃឈៀងម៉ៃនិងបពពួកបានជួយតាមចាប់ដំរីនោះមកថ្វាយស្ដេចសៀមវិញបានសម្រេចការតែងតាំងដើម្បីជាការតបស្នងគុណបំណាច់ស្ដេចសៀមបានតែងតាំងឈៀងម៉ៃឬឈៀងពុំឲ្យមានងារជាលួងសុរិន្ទភក្តីនិងដំឡើងភូមិរបស់គាត់ឲ្យคล้ายជាទីក្រុងសុរិន្ទឈ្មោះខេត្តសុរិន្ទគឺយកតាមងាររបស់គាត់នោះឯងអត្តសញ្ញាណវប្បធម៌ដែលនៅរឹងមាំទោះបីជាស្ថិតក្នុងក្រោមការគ្រប់គ្រងនិងជាពលរដ្ឋនៃប្រទេសថៃជាច្រើនដំណរមកហើយក៏ដោយក៏ខ្មែរសុរិន្ទនៅតែរក្សាអត្តសញ្ញាណប័ណ្ណខ្មែរយើងរឹងមាំភាសាពួកគេនិយាយភាសាខ្មែរលើឬភាសាខ្មែរសុរិន្ទដែលមានសំនៀងប្លែកពីខ្មែរកណ្ដាលបន្តិចឧទាហរណ៍ការបញ្ចេញសំឡេងច្បាស់និងក្រលាស់អណ្ដាតប៉ុន្តែអាចស្ដាប់គ្នាបានយ៉ាងងាយស្រួលតន្ត្រីកន្ទ្រឹមគឺជាព្រលឹងនៃខ្មែរសុរិន្ទកន្ទ្រឹមគឺជាទម្រង់សិល្បៈប្រពៃណីដែលល្បីល្បាញខ្លាំងនិងបានផ្សព្វផ្សាយឥទ្ធិពលមកដល់ប្រទេសកម្ពុជាវិញផងដែរជំនាញចិញ្ចឹមដំរីខេត្តសុរិន្ទត្រូវបានគេស្គាល់ថាជាទីក្រុងដំរីជនជាតិខ្មែរនិងគួយនៅទីនោះមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតលើពិភពលោកក្នុងការបង្ហាត់និងចិញ្ចឹមដំរីសូត្រការត្បាញសូត្រនៃតំបន់នេះមានក្បាច់ក្បូរល្អឯកនិងមានគុណភាពខ្ពស់ដែលជាមរតកពីដូនតាសន្និដ្ឋានខ្មែរសុរិន្ទមិនមែនជាជនជាតិអន្តោប្រវេសន៍ដែលទៅតែនៅទីនោះថ្មីទេប៉ុន្តែពួកគេគឺជាម្ចាស់ស្រុកដើមដែលរស់នៅលើទឹកដីនោះតាំងពីសម័យអាណាចក្រអង្គរការបែងចែកព្រំដែនសម័យទំនើបបានធ្វើឲ្យពួកគាត់ក្លាយជាពលរដ្ឋថៃប៉ុន្តែឈាមជ័រភាសានិងវប្បធម៌របស់ពួកគាត់នៅតែជាខ្មែរជានិច្ចសូមឲ្យបងប្អូនខ្មែរសុរិន្ទគិតថាខ្លួនឯងជាខ្មែរកុំគិតថាខ្លួនឯងជាសៀមសុរិន្ទខ្មែរសុរិន្ទមិនមែនសៀមសុរិន្ទទេបាទ